អត្ថន័យសុបិន14ប្រភេទចាស់ឲ្យគាត់ចំណំទុកកុំឲ្យភ្លេចឲ្យសោះសុបិនទាំង14ខាងក្រោមចាស់ពីដើមឲ្យគាត់ចំណំទុកកុំឲ្យភ្លេចខណៈវាត្រូវបានសៀវភៅបកស្រាយសុបិនរំលាយអត្ថន័យតាមប្រភេទដូចជា 1. សុបិនឃើញបូជាសពក្នុងជីវិតពិតអ្នកនឹងមានលុយកាក់ហូរចូលហើយអ្វីដែលអ្នកធ្លាប់ជាប់គាំងពីមុនចាប់ផ្ដើមដោះស្រាយបាននៅពេលនេះ 2. សុបិនឃើញខ្លួនឯងស្លាប់សុបិននេះជាប្រផ្នូលនៃការចាក់ផុតពីសំណាងអាក្រក់និងទុក្ខព្រួយអ្នកនឹងទទួលបានលាភសំណាងពីទីជិតឆ្ងាយ 3. សុបិនឃើញបែកកែវលាភសំណាងរបស់អ្នកពេលនេះមិនសមប្រកបនឹងការវិនិយោគឬល្បាយស៊ីសងឡើយ 4. សុបិនឃើញវត្តឬឃើញខ្លួនឯងចូលវត្តអារាមទូទីថាអ្នកនឹងរួចផុតពីសំណាងអាក្រក់និងរួចផុតពីបំណុល 5. សុបិនឃើញចោរនរណាម្នាក់នឹងនាំបញ្ហាលុយកាក់មកដាក់ឲ្យដូច្នេះចូលប្រយ័ត្នចំពោះមនុស្សគ្រប់ប្រភេទសូម្បីតែមនុស្សជិតស្និទ្ធ 4. សុបិនឃើញសម្លាប់សត្វបកស្រាយថាអ្នកនឹងជួបរឿងឈឺចាប់ស្អិតទ្រូងឬបាត់បង់ស្នេហាហើយមនុស្សជិតដិតនឹងធ្វើឲ្យអ្នកលែងជឿទុកចិត្តគ្នា 7. សុបិនបានជិះកង់អ្នកនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយឬត្រូវផ្លាស់ប្ដូរទីលំនៅប៉ុន្តែវាសុទ្ធតែនាំទៅរកភាពជោគជ័យនិងការល្អប្រសើរ 8. សុបិនឃើញផ្ទះថ្មីសុបិននេះបកស្រាយថាអ្នកនឹងរកបានស្នេហាស្រស់បំព្រងមកបំពេញនៃជីវិតឬមានលាភពីអ្នកជិតខាង 9. សុបិនឃើញស្ទូចត្រីឬអ្នកនេសាទស្ទូចត្រីក្នុងសុបិនមានន័យថានឹងទទួលបានលាភសំណាងពីការផ្សងសំណាងឬឆ្នោត 10. សុបិនឃើញញាតិសន្តានទទួលមរណភាពញាតិសន្តានស្លាប់ក្នុងសុបិនមានន័យថាអ្នកនឹងជួបទុក្ខធំតម្រូវឲ្យធ្វើបណ្ដាក់ទានកំខាន 11. សុបិនឃើញលង់ទឹកទីថាអ្នកនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយហើយនៅក្នុងដំណើរនោះអ្នកនឹងជួបហានិភ័យមួយចំនួន 12. សុបិនឃើញយំមានន័យថាអ្នកនឹងរួចផុតពីសំណាងអាក្រក់ហើយប្រសិនបើឈឺអ្នកនឹងធូរស្បើយ 13. សុបិនឃើញប៉ូលីសចាប់សុបិននេះជានិមិត្តរូបនៃសំណាងអាក្រក់ដែលនឹងនាំឲ្យបាត់បង់លុយកាក់ដោយពុំដឹងខ្លួន 14. សុបិនឃើញខ្មោចខ្មោចជាលាភក្នុងសុបិនដែលមានន័យថានឹងមានប្រាក់ហូរចូលតាមរយៈការផ្សងសំណាង